นั่นนะលោកជាណាបងប្រុសរបស់យ៉ាងពេញខ្ញុំមិនស្គាល់លោកទេហេតុអីនាងឲ្យគេដូរសម្លៀកបំពាក់ដើម្បីងាយស្រួលនាំគេទៅកន្លែងផ្សេងមែនទេខ្ញុំគិតថាវាប្រកាសជារឿងបិទព្រាជវាំងហេតុអីព្រាជវាំងត្រូវឆេះហើយនាងបដូរគេជាមួយនឹងសាកសពភ្លើងឆេះនោះទៀតមែនទេនេះបានន័យថាយកគេទៅបដូរជាមួយនឹងសាកសពនោះនាងបានសម្លាប់មនុស្សពីរនាក់បន្ទាប់មកកាត់ដៃឲ្យលោកពូយ៉ាងទើបនាំយ៉ាងពេញមករាជវាំងដូច្នេះយ៉ាងពេញនឹងដឹងគ្មានអ្នកណាទេអ្នកណាគេដឹងទៅតាមដានច្បាស់ជាដឹងហើយសុំទោសមានមនុស្សពីរនាក់ដឹងថាខ្ញុំមកទីនេះបើខ្ញុំស្លាប់នៅទីនេះគឺក្នុងរាជធានីទាំងមូលនឹងដឹងរឿងអត់ទៅនេះលៀងសុគន្ធព្រះមហេសីដល់ពេលនេះរយៈពេល2ឆ្នាំហើយដែលលោកម្ចាស់យ៉ាងណែនាំឯងក្រាបទូលកន្លងមកឯងធ្វើការបានល្អណាស់យប់មិញពេលភ្លើងឆេះយើងឃើញឯងធ្វើដូចជាឆ្លាតពេកហើយណាស់ដឹងដែរទេទូលបង្គំព្រះមហាសត្យនីហើយព្រះមហេសីយកបតីទុកដាក់នឹងទូលបង្គំព្រះមហេសីបញ្ជាឲ្យទូលបង្គំធ្វើអីទូលបង្គំមិនហ៊ានប្រឆាំងទេតែយើងចង់ឲ្យឯងជួយរឿងមួយក្រាបទូលបើគេសួររឿងមហាថ្លឹងដែលស្លាប់នៅក្នុងភ្លើងនោះឯងត្រូវឆ្លើយថាត្រូវភ្លើងឆេះស្លាប់ហើយក្រាបទូលព្រះមហេសីម៉ាន់ឆុងគឺជាមនុស្សសង្ស័យច្រើនណាស់ទូលបង្គំយល់ហើយទូលបង្គំនឹងឆ្លើយថាមិត្តរបស់ទូលបង្គំហៅគេមករាជគ្រូមិនដេញដោលទេឯងឆ្លាតណាស់នេះជាទូនាទីរបស់ទូលបង្គំក្នុងការបម្រើព្រះមហេសីប៉ុន្តែព្រះមហេសីយ៉ាងម៉េចសូមព្រះមហេសីថែប្រកាយផងឲ្យឆ្នាំរបស់ព្រះអង្គមកយើងមកក្រាបទូលព្រះអង្គធ្វើបានល្អណាស់បន្តទៀតទេទូមគុំត្រូវផឹកថ្នាំនេះអស់មិនដែរទេមិនបាច់ទេទុកឲ្យខ្ញុំចាស់ទុកឲ្យព្រះមហេសីតាំងពីដើមមកព្រះអង្គមិនដែលសើឱសថដែលខ្ញុំម្ចាស់បញ្ចុកត្រង់ទេខ្ញុំម្ចាស់បានត្រឹមតែមើលឱសថដែលហៀចេញពីមាត់របស់ព្រះអង្គតែប៉ុណ្ណោះទេព្រះអង្គតែងតែរឹងមាំហើយមានប្រតិទលីទ្រង់ស្រឡាញ់ភាពស្អាតណាស់ព្រះមហេសីនៅក្បែរទ្រង់រាល់ថ្ងៃព្រះមហេសីមើលថែម្ចាស់បងទូមគុំវាពិតជាពិបាកដល់ព្រះមហេសីក្នុងការតស៊ូទ្រាំនៅទីនេះអត់មានប្រហោងដូចជានៅក្នុងរាជវាំងនោះទេទូឲ្យទូមគុំវិញម្ចាស់បងទូមង្គមមានប្រជញ្ញយូរដូច្នេះទ្រង់ប្រកាសជាធំក្លិនថ្នាំបើទូមង្គមអត់មានធំក្លិនថ្នាំទេនោះពិតជាល្បិញតាទ្រង់មិនដែលឈឺទេអត់នោះទេទោះបីជាទូមង្គមចូលចិត្តផ្សំថ្នាំតែទូមង្គមក៏មានសុខភាពល្អខ្លាំងណាស់ទោះបីជាអ្នកទាំងពីរជាកូនភ្លោះតែអ្នកទាំងពីរពិតជាខុសគ្នាឆ្ងាញ់ណាស់ទ្រង់មានសេរីភាពនៅខាងក្រៅដូច្នេះទ្រង់ប្រកាសជាមានសុខភាពល្អហើយមានកម្លាំងខ្លាំងជាងទ្រង់ហើយទ្រង់ក៏មិនទាន់មានស្រីណាដែរព្រះមហេសីនេះមានបន្ទូលពីអីទេម្សិលមិញទ្រង់បានស្ទាបអានស្នំអាចទុំប៉ុន្តែទ្រង់ចាត់ទុកគេដូចជារងើកភ្លើងអញ្ចឹង